giờ nhung có một tài trăm luôn từ Starbucks nằm bây giờ order drink cà phê để cái sợi nó không TikTok ở TikTok xí khu mong là cái sợi theo my coffee drink ai mệt nó ngọt trăm bây nhung đã Starbucks nhung sao order đóឥឡូវខ្ញុំមកដល់ Starbucks ហើយនៅជិតផ្ទះខ្ញុំហើយខ្ញុំក៏បានចូលទៅ Starbucks នឹងដើម្បី order a customized drink ដែលខ្ញុំចង់បានហ្នឹងដែលខ្ញុំ search នៅក្នុង TikTok ហើយខ្ញុំក៏បានប្រាប់បងនៅហ្នឹងទៅខ្ញុំឲ្យហូបគាត់មើលទៅក៏គាត់ដាក់ order ឲ្យខ្ញុំហើយខ្ញុំក៏បានមកអង្គុយចាំ order drink របស់ខ្ញុំហ្នឹងហើយតិចទៀតក៏បាន drink មកចាំខ្ញុំឲ្យទាំងអស់គ្នាមើលពីការ review នេះទាំងអស់គ្នាចូលទៅកាន់ TikTok search ហើយបន្ទាប់មកយើងដាក់ my coffee order at Starbucks ទៅលើគេទី1ដែលវាចេញឲ្យយើងហ្នឹងអាហ្នឹងគឺជា order ដែលខ្ញុំបានកំងអញ្ចឹងខ្ញុំយកអានេះហើយខ្ញុំក៏បានប្រាប់បង barista បាន order drink របស់ខ្ញុំហើយចឹងឥឡូវយើងមកសាក់មកយើងទាំងអស់គ្នានេះ Oh my god so cute អានេះខ្ញុំយកកៅធំទាំងអស់គ្នាវិញទីឥឡូវយើងមកលក់ក្នុងនេះដូចជាមាន foam លើទៀតខ្ញុំសុំតាំងចាស់សិនអត់សុំគុំក្លិនកាហ្វេខ្លាំងទេសម្រាប់ខ្ញុំទៅថតផ្អែមខ្ញុំដោយសារតែខ្ញុំមិនមែនអ្នកញ៉ាំផ្អែមចឹងខ្ញុំគិតថា it's okay ទទួលយកបានហើយនេះនោះប្រភេទ vanilla ប៉ុន្តែមិន vanilla syrup ទេគេហៅគេ salted caramel oatmeal ice shake candy caramel sauce ហើយនឹង add whipping cream ទៅលើមានអីឆ្ងាញ់តាប្លែកចឹងបងអ្នកណាគេដែលគាត់អត់សូវចេះញ៉ាំផ្អែមដូចខ្ញុំណាខ្ញុំគាត់ថាយកអានេះត្រូវដោយសារតែខ្ញុំអត់សូវចូលចិត្តនិយាយទៅខ្ញុំអត់ញ៉ាំផ្អែមហ្មងសង្កស្ករសូនហ្មងចឹងអានេះអូខេសម្រាប់ខ្ញុំ good